ដូច្នេះចំណុចនេះគឺត្រូវតែคล้ายទៅជាទស្សនវិជ្ជាคล้ายទៅជាប្រធានបទដែលរាជរដ្ឋាភិបាលត្រូវតែប្រមូលផ្ដុំយកចិត្តទុកដាក់ទៅលើការបំពេញឲ្យគ្នាខាងផ្នែករដ្ឋវិនិយោគទៅលើវិស័យសាសនាតាមរយៈការផ្ដល់ជំនឿសពបែបយ៉ាងសម្រាប់សាសនាឲ្យសាសនាអភិវឌ្ឍតាមរយៈនៃការជំរុញបង្កើននៅការសាលារៀនផ្នែកពាក់ទិនជាមួយនឹងចំណេះទូទៅក៏ដូចជាវិស័យសាសនារដ្ឋទទួលបានមកវិញគឺអ្វីរដ្ឋនឹងទទួលបានមកវិញនូវផលប្រយោជន៍យ៉ាងធំនៅត្រង់ថាគ្មានសាសនាណានៅលើពិភពលោកនេះឬនៅកម្ពុជាអប់រំពុទ្ធសាសនិករបស់ខ្លួនឲ្យប្រព្រឹត្តអំពើបាបទេដូច្នេះប្រសិនបើប្រជាពលរដ្ឋបានទទួលនៅការអប់រំប្រជាពលរដ្ឋមានគុណធម៌ល្អមានសិលធម៌ល្អគឺពេលនោះហើយជាពេលវេលាដែលល្អបំផុតសម្រាប់សំទោសឥឡូវទទួលស័ព្ទញគឺទៅពេលតបជើងគូប៉ុន្តែបែរជាអីទេបើពើមាញ់ប្រគល់ភារកិច្ចហៅទៅមេតបជើងគូហើយជួយរកឯកសារគាត់ណាប្រាប់ទៅថាខ្ញុំកំពុងថ្លែងសន្ទរកថាបើជាគាត់នៅអីនៅហៅទៅម៉ៅសុផាន់បន្តិចណាហៅទៅម៉ៅសុផាន់បន្តិចថាកុំហៅមកទៀតខ្ញុំកំពុងថ្លែងសន្ទរកថាខ្ញុំសូមបន្តរឿងនេះអញ្ចឹងជាការបំពេញឲ្យគ្នារដ្ឋវិនិយោគជួយទៅលើពុទ្ធសាសនានិងសាសនាដទៃទៀតប៉ុន្តែសាសនាដទៃទៀតមានចំណែកជួយត្រឡប់មកវិញទៅលើការអប់រំសិលធម៌គុណធម៌អំពើល្អចំពោះពលរដ្ឋដូច្នេះវាបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋរបស់យើងឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក្នុងសង្គមប្រសិនបើមនុស្សភាគច្រើនប្រព្រឹត្តអាក្រក់គឺច្បាស់ណាស់ថារដ្ឋពិបាកគ្រប់គ្រងហើយពិបាកគ្រប់គ្រងដូចជាអំពើជ្រុលនិយមច្រើនហួសវាទៅជារបៀបភេរវកម្មវាទៅជារឿងនេះរឿងនោះគឺពិបាកអញ្ចឹងទេព្រះសង្ឃក៏ដូចជាសាសនាដទៃទៀតអាចចូលរួមចំណែកដើម្បីអប់រំសាសនិករបស់ខ្លួនប្រព្រឹត្តនៅអំពើល្អដែលវាជាការរួមវិភាគទានមួយសម្រាប់ភាពជឿនលឿនរបស់សង្គម